របៀបបង្កើត group email ទី1ខ្ញុំចុចទៅលើ list ចុច new list ហើយយើងបង្កើតថ្មី edit list មកយើងកែ delete list មកយើងលុបអញ្ចឹងកន្លែងហ្នឹងគឺយើងបង្កើតថ្មី new list អញ្ចឹងត្រង់ option កន្លែង name នេះគឺខ្ញុំដាក់ឈ្មោះថា email មួយឈ្មោះ info អញ្ចឹង info@ruview.uk តមកទៀតចុចលើ member អញ្ចឹងខ្ញុំ add ឡើងនេះនេះគឺជាឈ្មោះ email ឈ្មោះ user ខ្ញុំបង្កើតក្នុង mail server យើងមកដាក់ឈ្មោះតានីដា add nari add អញ្ចឹងមានន័យថា nari ហើយនិងនីដាគឺជាសមាជិករបស់ info អញ្ចឹងនៅពេលដែលយើង send email ទៅឲ្យ info នេះមួយអញ្ចឹងអ្នកដែលជាសមាជិករបស់ info នោះទទួលបាន email ដូចគ្នាអញ្ចឹងពេលនោះគឺ Nari និង Nida នឹងទទួលបាន email ម្នាក់មួយដូចតែនឹង info នេះដែរមួយទៀតប្រសិនបើយើងចង់កែគឺយើងចូលទៅលើ list យក edit list តោះមកនេះគឺជាឈ្មោះ email បើសិនជាមានច្រើនយើងចូលរើសមកឧទាហរណ៍យើងមានតែមួយទេ info យើងចូលលើ info យកអូខេចឹងពេលនោះយើងឲ្យយើងកែឈ្មោះឬក៏យើងឲ្យយើង add សមាជិកបន្ថែមបាទផ្ទុយទៅវិញបើសិនយើងចង់លុបចឹងកាលណាយើងចង់លុបយើងចូលក្នុងដដែល delete list ចឹងបើយើងចង់លុបមួយណាគឺយើង select លើវាឧទាហរណ៍ចង់លុប info នឹងវិញអូខេសួរបញ្ជាក់យើងចង់លុបអត់ yes ចឹងដល់ពេលយើងទៅមើលនៅក្នុង list ឬក៏ edit list វាអត់មានទេចឹងក្នុងការដំឡើង group mail ត្រូវបានបញ្ចប់